India này India sập Khmer bạn chu đầy chu phi bạn đặt quặp đặt ngô hoặc màu cái này đã mùi ọt nhỉ này tùng những sỏi đạm trộn từ đang mấy lư đây nè Căn nó bên này hả? chạp đai chậm tròn đai chậm tròn cái tô này bà lư tùng ôi mày sắp đúc pin nè mà nó ơi hãy đi chơi nào về đi dần Sen tao cho cái đá này mình bán đây nét cơ trong thì tập đừng mẹ tôi tọt làm chết đột tịt เกือบไม่ได้เลยนี่ជាការបង្រៀនរបស់ម៉ែបង្រៀនកូនក៏តែងតែរអ៊ូចឹងហើយបងប្អូនណាក៏ចង់ឲ្យគាត់ចេះចឹងទៅកូនទាំងអស់នៅមិនថាកូនខ្ញុំកូនគេទេយើងត្រូវតែរៀនធ្វើនៅប្រពៃណីវប្បធម៌របស់ខ្លួនមិនថានំជាមិនថាវិញ្ញាណមិនថាធ្វើនំគោមិនថាធ្វើស្អីដែរដែលជារបស់ខ្មែរយើងត្រូវតែរៀនអំពីឪពុកម្ដាយរបស់យើងឬក៏អ្នកដែលចាស់ទុំអញ្ចឹងពួកគាត់នៅមានបទពិសោធន៍ក្នុងការធ្វើនំខ្មែរឬក៏ម្ហូបខ្មែរហើយចឹងទៅនេះគឺម៉ែរបស់ខ្ញុំគាត់បង្រៀនខ្ញុំធ្វើនំជាលើកទី1របស់ខ្ញុំដែលខ្ញុំធ្វើដោយផ្ទាល់ដៃដោយខ្លួនឯងគាត់ឡងមកគឺញ៉ាំដែលបានធ្វើទេគឺខ្ញុំតែងតែហូបរបស់យាយតារបស់បងប្អូនដែលគាត់ផ្ញើមកឲ្យទេក្នុងថ្ងៃនេះក្នុងឆ្នាំនេះខ្ញុំបានធ្វើដោយខ្លួនឯងគឺម្សៅហ្នឹងគឺបងអូនថ្លៃកាត់កិនរួចហើយកាត់យកសម្រស់រួចហើយកាត់កាច់កបន្ទាប់មកក៏ខ្ញុំជួយកាច់ដូចវីដេអូខាងដើមដែលខ្ញុំកាច់កម្សៅហ្នឹងម្សៅអត់មានអីច្រើនទេបងប្អូនមានតែម្សៅអង្គទៅនៅទៅបើយើងចង់លាយស្រូវខ្សាយអង្គខ្សាយក៏លាយទៅអត់អីទេអញ្ចឹងទៅខ្ញុំដាក់រោយជាមួយនឹងនេះខ្មៅនោះបងប្អូនហ្នឹងគឺល្ងគេដាក់ល្ងរោយចឹងឯងដើម្បីឲ្យវាមានក្លិនល្ងខ្ទិះចឹងណាហ្នឹងហើយអញ្ចឹងកតូនហ្នឹងកតូនស្លឹកចេកយើងដេកជាស្លឹកចេកមកប៉ុន្តែអ្នកស្រុកខ្លះគេអត់សូវមានស្លឹកចេកគេដាក់ថង់ប៉ុន្តែយល់ល្អកុំប្រើថង់វាជាតិគីមីច្រើនណាស់ជាតិផ្លាស្ទិកតែបើយល់ល្អយើងព្យាយាមរកស្លឹកចេកជាវប្បធម៌ប្រពៃណីរបស់យើងណាបងប្អូនណាហ្នឹងហើយអានេះគឺនំជាបែបខ្មែរហ្នឹងហើយនេះប្រើដៃគឺគ្មានណាដែលអត់ប្រើដៃទេនំជានឹងគឺត្រូវតែប្រើដៃហ្នឹងឯងអត់មែនបានពាក្យស្រោមដៃស្រោមអីទេដោយសារយើងធ្វើលក្ខណៈហូបក្រុមគ្រួសាររបស់យើងទេតែធ្វើឲ្យខ្ញុំយកចែកបងប្អូនហូបដែរបងប្អូនរបស់ខ្ញុំណាបងប្អូនដែលបងប្អូនជម្រាបបងប្អូនបង្កើតឬក៏មិត្តភ័ក្តិខ្លះគាត់បានឆាតមកសុំទិញតែថាញ៉ាំបានលក់ទេខ្ញុំអាចឲ្យ1 2ឬក៏4 5ហូបលេងអញ្ចឹងណាហ្នឹងហើយដើម្បីឲ្យបានស្គាល់រសជាតិទាំងអស់គ្នាបាទនំជាខ្មែរបងប្អូន